ប៉ាម៉ាក់ធ្លាប់គិតអត់ថាបើថ្ងៃណាមួយកូនវ័យជំទង់មានសង្សារតើប៉ាម៉ាក់នឹងធ្វើបែបម៉េចជាឪពុកម្ដាយយើងអត់ចង់ឲ្យមានរឿងនឹងកើតឡើងទេខ្ញុំក៏ធ្លាប់បានចែកម្លែកពីវិធីសាស្ត្រក្នុងការនិយាយជាមួយកូនដើម្បីការពារទុកជាមុនកុំឲ្យកូនមានសង្សារនៅវ័យជំទង់នេះដែរនៅវីដេអូទី43ប៉ុន្តែចុះបើបញ្ហាហ្នឹងវាបានកើតមានតើឪពុកម្ដាយគួរប្រឈមបែបណាឪពុកម្ដាយជាច្រើនមិនអាចទទួលយកបានទេច្បាស់ជាខឹងច្រឡោតហើយប្រាប់កូនថាឈប់ភ្លាមមកឲ្យទៅរៀនមិនទៅភ្លើចឹងហែងជប់គ្នាទៀតអាយុប៉ុណ្ណឹងចេះមានសង្សារឬក៏ហាមឃាត់បែបទន់ភ្លន់ថាម៉ាក់អត់ឲ្យកូនមានសង្សារទេកូននៅក្មេងណាស់ចាំចូលមហាវិទ្យាល័យសិនក្នុងនាមជាម្ដាយម្នាក់ខ្ញុំពិតជាយល់ចិត្តថាពួកយើងបារម្ភពីកូនបារម្ភថាការសិក្សារបស់កូននឹងធ្លាក់ចុះបារម្ភថាកូននឹងខូចចិត្តព្រោះស្នេហាបារម្ភថាកូនអាចប្រព្រឹត្តរឿងខុសឆ្គងនិងមិនទាន់អាចទទួលខុសត្រូវបានប៉ុន្តែនៅពេលក្មេងជំទង់ចាប់ផ្ដើមមានអារម្មណ៍ថាស្រឡាញ់ណាគេម្នាក់ហើយការហាមឃាត់មិនអាចធ្វើអារម្មណ៍នឹងវាបាត់ទៅវិញទេផ្ទុយទៅវិញពេលខ្លះយើងរត់តែសកត់គាត់រត់តែលាក់បាំងពីយើងអញ្ចឹងបើថ្ងៃណាមួយកូនស្រីខ្ញុំមានសង្សារប្រតិកម្មដំបូងរបស់ខ្ញុំមិនមែនជាការខឹងឬដាក់ទណ្ឌកម្មទេខ្ញុំនឹងនិយាយជាមួយកូនថាអូខេតោះអញ្ចឹងយើងនិយាយគ្នាសិនព្រោះតួនាទីរបស់ពុកម្ដាយមិនមែនគ្រប់គ្រងបេះដូងកូនទេតែគឺជួយឲ្យកូនធ្វើការសម្រេចចិត្តបានល្អខណៈពេលបេះដូងរបស់កូនកំពុងតែរៀនលូតលាស់ខ្ញុំនឹងប្រាប់កូនថាកូនម៉ាក់ឈានដល់វ័យមួយដំណាក់កាលទៀតហើយពេលខ្លះម៉ាក់រៀងភ្ញាក់ខ្លួនម្ដងតាកូនព្រោះពេលវេលាវាលឿនពេកម៉ាក់រៀបមានអារម្មណ៍ថាកូនទៅមិនកើតថ្ងៃមុនសោះតែឥឡូវនេះកូនធំច្រើនហើយចេះស្រឡាញ់គេហើយវាជាធម្មជាតិរបស់មនុស្សកាលម៉ាក់នៅក្មេងក៏ធ្លាប់ឆ្លងកាត់អារម្មណ៍នឹងដែរតែដោយសារវាជារឿងថ្មីស្រឡាងសម្រាប់កូនចឹងម៉ាក់គិតថាមានចំណុចសំខាន់ខ្លះដែលកូនគួរដឹងទុកជាមុនព្រោះដូចកូនឯងរៀនមេរៀននៅសាលាចឹងបើយើងបានអានមេរៀនមុនពីផ្ទះដឹងមុនពេលទៅដល់សាលារៀនជាមួយគ្រូម្តងទៀតឆាប់យល់ធ្វើលំហាត់ទៅត្រូវអត់ងាយខុសទេអញ្ចឹងម៉ាក់ចង់ឲ្យកូនដឹងថាស្នេហាក្នុងវ័យនេះមានដែនកំណត់សំខាន់មួយគឺ physical attachment មានន័យថាការប៉ះពាល់ផ្នែករាងកាយសង្សារវ័យជំទង់មិនទាន់អាចប៉ះពាល់គ្នាបានទេកូនដឹងថាហេតុអីអត់ព្រោះថាកាលណាមានការប៉ះពាល់រាងកាយវានឹងភ្ញួចអារម្មណ៍ហើយវ័យនេះមិនទាន់ចេះគ្រប់គ្រងអារម្មណ៍បាននៅឡើយទេបានប៉ះហើយចង់ថើបបានថើបហើយនឹងអាចប្រព្រឹត្តកាន់តែខុសឆ្គងលើសព្រំដែនព្រោះថាការគ្រប់គ្រងអារម្មណ៍វាអភិវឌ្ឍតាមវ័យរបស់យើងដែរកូនមើលក្មេងទូចពេលវាចង់បានអីវាយំហើយវ័យកូនឯងមានទៅយំទាងាកងក់ចឹងអត់ដោយសារកម្រិតនៃការគ្រប់គ្រងអារម្មណ៍វាខុសគ្នាអញ្ចឹងបើយើងដឹងពីផលមុនហើយយើងត្រូវគ្រប់គ្រងហេតុឲ្យជាប់ហើយក្នុងវ័យនេះតែងតែចង់សាកល្បងចង់ស្វែងយល់ប៉ុន្តែកូនត្រូវឆ្លាតសម្រាប់រឿងដែលគ្រោះថ្នាក់យើងអត់ចាំបាច់ពិសោធន៍ដោយខ្លួនឯងទេយើងអាច leverage បទពិសោធន៍អ្នកដទៃបានឧទាហរណ៍យើងឮថាទឹកអាស៊ីតវាធ្វើឲ្យលាកស្បែកអញ្ចឹងតើយើងគួរយកអាស៊ីតមកសាកស្រោចដៃយើងមើលអត់ដើម្បីពិសោធន៍ឲ្យដឹងថាវាពិតជាលាកមែនអត់ចាំបាច់បន្ថយទេយើងឃើញព័ត៌មានគេចុះប្រងព្រាតពីជនរងគ្រោះដោយសារទឹកអាស៊ីតងាកមកស្នេហាក៏ដូចគ្នាសូម្បីតែក្នុងរឿងក៏គេលេងឲ្យមើលខ្លួនឯងមើល TVB ឃើញទេហើយក្នុងជីវិតពិតក៏មានដែរត្រង់កន្លែងនេះខ្ញុំនឹងចង្អុលបង្ហាញកូនឲ្យឃើញបុគ្គលជាក់ស្ដែងណាដែលគាត់មានបទពិសោធន៍ជីវិតអវិជ្ជមានទាក់ទងនឹងការមានស្នេហាលឿនពេកនឹងនិយាយជាមួយកូនបន្តទៀតអញ្ចឹងមានគេពិសោធន៍ឲ្យយើងមើលអស់ហើយយើងមិនសមនឹងបថុយសាកល្បងខ្លួនឯងម្ដងទៀតទេហើយម៉ាក់ចង់ឲ្យកូនដឹងថាជីវិតយើងដូចជាផ្ទះស្នេហាដូចជាវត្ថុតាំងលម្អមួយបើផ្ទះយើងអត់មាំផងអត្តពលក៏លិចអញ្ចឹងក៏លហែកអញ្ចឹងតើវត្ថុលម្អវាសំខាន់ខ្លាំងអត់ត្រូវផ្ដោតលើការកសាងផ្ទះឲ្យរឹងមាំទៅដាក់វត្ថុតាំងលម្អទៅវាស្អាតអញ្ចឹងកុំរវល់តែជាមួយវត្ថុលម្អភ្លេចសង់ផ្ទះមានន័យថាភ្លេចការសិក្សាការកសាងចំណូលចិញ្ចឹមជីវិតសរុបមកវិញក្នុងនាមជាឪពុកម្ដាយយើងអាចការពារកូនដោយគ្រប់គ្រងកូនគ្រប់ជំហានទេមិនយូរមិនឆាប់កូននឹងមានអារម្មណ៍ស្រឡាញ់ណាគេម្នាក់មិនយូរមិនឆាប់ពួកគេនឹងធ្លាក់ក្នុងស្នេហាខ្ញុំអត់ចង់ឲ្យកូនស្រីខ្ញុំខ្លាចខ្ញុំទេខ្ញុំចង់ឲ្យកូនទុកចិត្តខ្ញុំព្រោះការទុកចិត្តគឺជាច្រកផ្លូវនៃការណែនាំការទុកចិត្តគឺជាអីដែលធ្វើឲ្យការប្រស្រ័យតាក់ទងនៅតែបើកចំហហើយការទុកចិត្តគឺជាអីដែលការពារកូនយើងនៅពេលដែលជីវិតកាន់តែស្មុគស្មាញ